ឡើយរៀបសួរបងប្អូនអង្គពូមេញយាយតាទាំងអស់គ្នាថ្ងៃនេះម៉ាស៊ីនវេដៃហ្វាន់តាន់សម្ដៅមួយម្ចាស់ថ្មីទៀតហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រផលិតផលរបស់យើងខ្ញុំគុណភាពល្អពិតមានស្តង់ដារត្រឹមត្រូវបងប្អូនអតិថិជនទាំងអស់គ្នាសុខសប្បាយជាទេខាងក្រុមហ៊ុនយើងខ្ញុំសុខសប្បាយជាទេថ្ងៃនេះបានដឹកទៅជូនអតិថិជននៅខាងខេត្តខាងទឹកដីខេត្តសៀមរាបបងប្អូនដីខេត្តសៀមរាបខាងទីក្រែងបងប្អូនហ្នឹងហើយមានទាំងកង់ត្រាក់ទ័រមានទាំងអីទៅទៀតបងប្អូនអើយអញ្ចឹងសម្រាប់អតិថិជនណាដែលគាត់មានបំណងចង់ប្រើប្រាស់ផលិតផលមួយនេះគាត់អាចមកមើលនៅខាងផ្ទាល់ក៏បានឬក៏មើលតាម live តាម page របស់ពួកយើងខ្ញុំដែលបានមកហោះដោយសពដងណាបងប្អូនបើថាផលិតផលមួយនេះថ្មីបងប្អូនអត់មានការប្រួយបារម្ភនៅលើផលិតផលទេថាផលិតផលកែច្នៃគឺក៏ឡើងមកទឹកអីគឺមកកែច្នៃអត់ទេបងប្អូនអើយគឺថ្មីកោះកេះហ្មងបងប្អូនហើយក៏សូមអរគុណច្រើនដល់អតិថិជនទាំងអស់គ្នាដែលតែងតែគាំទ្រផលិតផលរបស់យើងខ្ញុំកន្លងមកអរគុណច្រើនអរគុណពិតណាបងប្អូនសម្រាប់គុកវៃដីនេះគឺវៃដីស្អាតណាបងប្អូនអើយនេះមិនបែបនេះប្រភេទនេះគ្រឿងចាក់គឺឡើងទៅលើឡាននេះបើយើងមើលនឹងភ្នែកពិតណាគ្រឿងចាក់នេះធំណាបងប្អូនប៉ុន្តែមើលនៅក្នុងការឡាយឃើញទូចបើចំពោះខាងទីមុខគាត់នេះមុខប៉ែនេះគឺបដោយមុខប៉ែនេះដល់ទៅ1.9 ម៉ែត្រណាបងប្អូនប៉ុន្តែត្រាក់ទ័របងប្អូនហើយអង្គប់នៅខាងក្រៅនោះទំហំវាខ្នាតទៅ2.2 ម៉ែត្រមានអង្គប់ជាប់ជាមួយនឹងរនាស់មកសិតទៅធ្វើការខាងមុខសាប់ខាងក្រោយវាយដីខាងមុខតិចហើយសាប់ចឹងស្មៅក៏ច្រៀងចម្បាំងពីក្រោយទៀតបងប្អូនបើនិយាយថាពីគ្រឿងជើងក្រៅទៅគឺថ្មីកោះកេះខ្លាញ់គោហ្មងបងប្អូនកោះកេះហ្មងស្អាតណាស់បងប្អូនអើយម៉ាស៊ីននេះឆេះអេហ្មងហើយទីតាំងលក់គឺនៅខេត្តបាត់ដំបងបងប្អូនសាខាធំនៅខេត្តបាត់ដំបងដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ5ណាបងប្អូនភូមិស្វាយជ្រុំឃុំជ្រៃស្រុកថ្មកុលខេត្តបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ5បងប្អូននៅខួបវិទ្យាល័យជ្រៃប្រហែល80 ម៉ែត្របងប្អូនងាយស្រួលតាក់ទងហ៎ងាយស្រួលរងយរុំនៅចាប់នឹងផ្លូវជាតិត្មងបងប្អូនហ្នឹងហើយនេះបើនិយាយថាពីមុខប៉ែគេហ្នឹងគឺអេហ្មងបងប្អូនវែងឈូសស្អាតហ្មងដីទឹកដីផុកដីស្រស់ដីផុកអីស្អាតមកកាផ្លេហ្មងបងប្អូនហើយគួងនេះគឺថ្មីកោះកេះហ្មងថ្មីប្រើគុណភាពយូរវែងព្រោះអីនៅនឹងខ្លួនម៉ាស៊ីនហ្នឹងអត់មានអ្វីដែលជាបន្ទុកធ្វើឲ្យធ្ងន់ឲ្យប៉ះពាល់ខ្លាំងទេគឺតម្ងន់គឺមានតែក្បាលម៉ាស៊ីនមួយហ្នឹងអញ្ចឹងបើថាយើងថាអូខ្លាចថាវាឆាប់ខូចឆាប់នេះឆាប់នោះអីអត់មែនទេបងប្អូនអើយវាគេធ្វើមកដើម្បីឲ្យស្រាលសម្រាលខ្លួនដើម្បីចុះទៅក្នុងដីទឹកដីផុកដីស្លោះហ្នឹងគឺអត់ចាប់ហ្មងបងប្អូនអត់ចាប់ទៅគឺប្រើអេហ្មងបងប្អូនហើយខាងនេះគឺជាស្លាបនៅខាងនេះមានស្លាបពីប្រទេសបងប្អូនដែលចង់នៅកន្លែងខ្សែឬកន្លាក់នេះគឺសម្រាប់ដឹកជញ្ជូនបើបងប្អូនគ្មានដីទឹកដីផុកដីស្លោះអីចង់ឆ្លងបន្លាយទីទួយអីយើងអាចទម្លាក់ប៉ែលចុះទម្លាក់អង្គប់ចុះហើយយើងដាក់ស្លាបនឹងទៅយើងអាចផ្ទុកទម្ងន់យើងអាចដឹកបានដល់ទៅខ្ទង់ប្រហែលជា4 តោនណាបងប្អូនខាងមុខវិញហ្នឹងដាក់ប្រទេស2ទៅជាងហៀងនេះវាមានលយដូចក្រែអីហ្នឹងឡើងទៅ4ជ្រុងគឺដាក់អីវ៉ាន់លើនឹងស្រួលមកអេមបងប្អូនណែបងប្អូនចង់បានគឺគួងត្រាក់ទ័រអីក៏មានដែរបងប្អូននេះកង់កាត់កាឡាធម្មតាកាឡាអីក៏មានដែរបងប្អូនហើយផលិតផលម៉ាស៊ីនវេដៃហ្វាតាមនេះគឺមានតម្លៃធូរថ្លៃសមរម្យបងប្អូនតែជនគាត់មកមើលភ្លាមគាត់ស្រឡាញ់ភ្លាមហ្មងបងប្អូនមើលភ្លាមស្រឡាញ់ដឹកទៅភ្លាមហ្មងបងប្អូនអត់មានចាំយូរទេព្រោះអីគាត់ឃើញយូរហើយគាត់ថាវាអត់តាន់ដល់រដូវបងប្អូនអត់តាន់ដល់រដូវអញ្ចឹងទៅព្រោះគ្នាយកទៅក៏អត់បានប្រើប្រាស់អីដែរអញ្ចឹងខាងតំបន់ខាងគាត់នេះគឺចាប់ផ្ដើមហីចាប់ផ្ដើមមានការងារត្រូវចោះធ្វើអញ្ចឹងគាត់យកគ្រឿងចាក់ទៅចោះបានធ្វើការតែម្ដងអត់ខាតពេលខាតវេលាថាយើងអត់បានតែញយកទៅទុកតែញយកទៅដល់មានការងារធ្វើតែហ្មងអញ្ចឹងបងប្អូននេះអរគុណច្រើនបងប្រុសបងស្រីអង្គប្រុសបងស្រីដែលមានដែលតែងតែគាំទ្រផលិតផលរបស់យើងខ្ញុំណាមិនថាគាត់ស្រឡាញ់ហើយគាត់ថែមទាំងប្រាប់មិត្តភ័ក្តិបងប្អូនគាត់ណែនាំឲ្យជួយមកយកទៀតបងប្អូនតែ
ត្រូវតែរងចាំបងប្អូនរងចាំទឹកមិនមែនរងចាំគ្រឿងចាក់ឯងគឺគ្រឿងចាក់រងចាំទឹកបងអរគុណច្រើនណាឲ្យបងឯងហេងរស់ស៊ីមានបានឲ្យកូនកាត់ចៅច្រើននឹងឯងវាយអត់មានពេលសារៈអូខែដាក់មានពេលសារៈខែមានពេលសារៈហេជមួយថ្ងៃ5 10បាតដាក់ស៊ីផុយស៊ីប្រេងតិចហើយការងារឆាប់រហ័សលឿនបងប្អូនវាយសោះសពល្អបើបងប្អូននៅខាងនោះចង់វាយដីអីអាចតំណងខាងពួកគាត់បានណាបងប្អូនគាត់ម្ចាស់គ្រឿងចាក់ផ្ទាល់នៅកន្លែងចាំពេលទៅដល់នោះខ្ញុំនឹងសុំលេខទូរស័ព្ទគាត់នឹងទៅលាក់ឲ្យបងប្អូនគ្រប់គ្នាដែលចង់ប្រើប្រាស់បន្តទៀតចឹងណាបងប្អូនហ្នឹងឯងមកលើនេះខាងក្រុមការងារក៏កំពុងរៀបចំធ្វើចងអីវ៉ាន់ទៅហើយចងឲ្យទៅមួយទឹកមួយសិនណោះមេជាងថៃការ៉ាចាយនៅសៀមរាបបងចាំទៅមួយនៅសៀមរាបហ្នឹងហើយតែបងប្អូននេះគឺស្អាតណាបងប្អូនចឹងអរគុណច្រើនថ្ងៃនេះអត់មានអីទេឡាយតិចខ្លះឲ្យបងប្អូនមើលកុំឲ្យបងប្អូនបាត់អ្នកលក់យូរពេកកុំឲ្យវាមានភាពស្ងៀមស្ងាត់ពេកចឹងជីលេងឲ្យបងប្អូនថ្ងៃណាក៏បាត់ខ្លួនទៅថ្ងៃណាក៏ឃើញទៅថ្ងៃណារវល់ចាប់កូនចាប់ចៅច្រើនបើទីតាំងគឺស្រួលរយបងប្អូននេះនៅតាមបណ្ដោយផ្លូវជាតិលេខ5ដែលមានទីតាំងឈ្មោះគឹមអ៊ីលក់គ្រឿងចាក់គឹមអ៊ីនេះតាមផ្លូវជាតិបងប្អូនដែលគេធ្វើហើយឥឡូវបើកស្រួលណាបងប្អូនអើយចាន់100បានបើដល់កន្លែងប៉ូលីសបន្ថយខ្លះផងនិយាយលេងនេះទីតាំងបងប្អូនគ្រឿងចាក់មានប្រឈរស្រាប់រងចាំអតិថិជនដែលគាត់មកយកទៅរបស់មានម្ចាស់ក៏នៅរងចាំម្ចាស់ព្រោះអត់ដល់ថ្ងៃមានទឹករបស់អត់មានម្ចាស់ក៏ត្រូវរងចាំម្ចាស់ថ្មីមកទៀតអញ្ចឹងនេះបងប្អូនទីតាំងគឺងាយស្រួលរកចំណែកទីតាំងមួយទៀតនៅខេត្តកំពង់ចាមនៅចាប់សាលាបឋមសិក្សាបាធីបងប្អូនសាលាបឋមសិក្សាបាធីតាមបណ្ដោយផ្លូវជាតិលេខ6ភូមិបាធីឃុំបាធីស្រុកបាធីខេត្តកំពង់ចាមមានដាក់ទីតាំងនៅខាងនោះមួយទៀតសម្រាប់ជួយអតិថិជនដែលគាត់នៅខាងប៉ែកខាងនោះណាមើលដោយមិនបាច់បំលាស់ទីមកឆ្ងាយបើគាត់ត្រូវយើងដឹកជញ្ជូនទៅឲ្យគាត់ដល់ទីកន្លែងបងប្អូនហ្នឹងឯងអរគុណច្រើនណាបងប្អូនទាំងអស់គ្នាអរគុណជម្រាបលា